បាទជំរាបសួរហ្វេនជាងអាទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានកូនជ្រូកម៉ាស៊ីនមីស៊ី 4D32 ជាប្រភេទម៉ាស៊ីនទូបូហើយកូនជ្រូកអូតូម៉ាទិកព្រោះកូនជ្រូកនេះព្រោះម៉ាស៊ីននេះវាបំពាក់នៅលើ SK Caterpillar ណា305អញ្ចឹងវាប្រើគូក្រោយនេះវាប្រើហ្គែអូតូបាទអញ្ចឹងបញ្ហាកូនជ្រូកនេះដែរគឺវាមានបញ្ហាអស់ឡុងសើខ្សោយនៅពេលដែលយើងឆេះគឺវាឆេះក្រោយឆេះវាដេអូយូវាថាវាបាក់ឆេះបាក់បញ្ឆេះហើយវាខ្សោយស៊ីប្រេងសុទ្ធអញ្ចឹងតែនេះយើងបានកូនជ្រូកហ្នឹងដើម្បីយកទៅក្នុងសើចេញជូនភ្ញៀវយើងអញ្ចឹងរាល់តម្រូវការដែលបងប្អូនហ្វេនទាំងអស់មានតម្រូវការចង់ធ្វើកូនជ្រូកចង់ជួសជុលម៉ាស៊ីនបូម excavator ម៉ាស៊ីនឡានប្រភេទគ្រឿងចក្រគ្រប់ប្រភេទគឺអាចទាក់ទងមកខាងយានដ្ឋានជាងអាចបានព្រោះខាងយានដ្ឋានយើងមានជួសជុលគ្រប់ទាំងម៉ាស៊ីនទាំងបូមទាំងប្រអប់លេខ bulldozer អីទាំងអស់ហ្នឹងគឺខាងយើងអាចជួសជុលបានទាំងអស់អញ្ចឹងបងប្អូនហ្វេនទាំងអស់គ្នាជួយគ្រប់គ្រងនៅកន្លែងជាងអាចទាំងផងអញ្ចឹងសម្រាប់ថ្ងៃនេះដែរជារបស់យើងបានយកកូនជ្រូករបស់ Excavator របស់គាត់ហ្នឹងគឺខេត305អញ្ចឹងខេត305នេះគឺវាបំពាក់ទៅដោយម៉ាស៊ីនមីស៊ី 4D32 បាទជាប្រភេទម៉ាស៊ីន Turbo ហើយគូក្រោយនេះគឺប្រើវាអូតូម៉ាទិកបាទអញ្ចឹងយើងធ្វើការបំបីយកក្នុង service ដើម្បីឲ្យម៉ាស៊ីនវាមានដំណើរការស្រួលវិញក្នុងការដេរបញ្ឆេះបាទអរគុណនេះគឺយើងកាវយកពីញងមុខនេះចេញឧបករណ៍កាវរបស់វាគឺពេលចឹងយើងកាលមុនយើងរត់ទល់វិសកោះផងវៃផងជួនកាលស្នាមងាវមើលទៅមុខមិនសូវស្អាតទេតែកាលណាយើងវៃប្រផាំងតែឥឡូវយើងមានឧបករណ៍នេះហើយឧបករណ៍សម្រាប់កាវញងចេញនេះគឺវាធ្វើឲ្យយើងមានការងាយស្រួលដែរបាទងាយស្រួលយើងមិនចាំបាច់វៃផុងផាំងអីទេគឺយើងគ្រាន់តែរឹតវាឲ្យតឹងហើយសម្លាប់វាឲ្យតឹងហើយយើងមូលរឹតនៅស្នូលរបស់វាអញ្ចឹងគឺវាអាចជាចេញដោយតែខ្លួនឯងបានបាទមិនចាំបាច់វៃទេបាទចេញគ្រប់ទេបាទតែកាលពីមុនយើងវៃតែញួរលវិសកោះផងវៃផងយើងមានធ្វើឲ្យយើងពិបាកតែឥឡូវយើងមានឧបករណ៍សម្រាប់ការវាបញ្ចេញដែរហើយនេះគឺជាចានអវងឯតា
รัดจานบางตาเลยกดตามันจะไปปลายกาวเตี้ยนึงคนจูบต้องจะเรียนเมาแต่ย้ายผู้เป็นเล็กเรียนสายเต้จังยืนมันบานเป็นการเรียนสมาธิเต้ยังผมไปเบียร์ไฮเซนมันยังเป็นการเรียนสมาธิตามเกลาเต้เลยเป็นการเรียนสมาธิไฮเซนเรียบเป็นโจลไป